អស់ចាណាស់តារាបណាបងស្រីស្លាប់ត្រកូលស៊ូនឹងខ្លាយជារបស់ពួកយើងសំណាងល្អដែលយូស៊ឺប្រាកិច្ចសន្យាคล้ายបោកនាងបានសម្រេចរហូតដល់ថ្ងៃស្លាប់នាងនៅតែជឿថាបានជួបមនុស្សដែលស្រឡាញ់នាងដោយស្មោះទ្រព្យសម្បត្តិរលាយអស់គ្រួសារត្រូវបែកបាក់សូម្បីមនុស្សដែលនាងទុកចិត្តបំផុតក៏ក្បត់នាងទាំងអស់ខ្ញុំរស់ឡើងវិញហើយខ្ញុំបានត្រឡប់មកចំណុចដែលផែនការអាក្រក់ទាំងអស់ចាប់ផ្ដើមទីនេះគឺជាបន្ទប់សម្រាកនៃកម្មវិធីជប់លៀងហើយក៏ជាចំណុចចាប់ផ្ដើមនៃសោកនាដកម្មក្នុងជីវិតខ្ញុំផងដែរបងស្រីហេតុអ្វីបងនៅទីនេះម្នាក់ឯងមនុស្សក្នុងកម្មវិធីច្រើនណាស់តើបងមានអារម្មណ៍ថាថប់ដង្ហើមមែនទេខ្ញុំឃើញទឹកមុខបងមិនសូវល្អទើបឲ្យយូរ៉ូមកមើលបងតែងតែទ្រាំទ្ររឿងគ្រប់យ៉ាងតែម្នាក់ឯងវ៉ានយ៉ានបងត្រូវថែសុខភាពឲ្យបានល្អណាស់ពាក្យសម្ដីដែលហាក់ដូចជាបារម្ភតែការពិតសុទ្ធតែជាផែនការកញ្ញាត្រជាក់ដូចបឹងទឹកកកដ៏ជ្រៅយូស៊ឺក៏មកចូលរួមកម្មវិធីនេះដែរគាត់តែងតែនឹកដល់បងជានិច្ចអ្វីដែលគាត់នឹកមិនមែនជាខ្ញុំឡើយតែជាទ្រព្យសម្បត្តិនិងផលប្រយោជន៍របស់ត្រកូលស៊ូបងយូស៊ឺស្រឡាញ់បងដោយស្មោះណាស់បងកុំធ្វើឲ្យគាត់ខកចិត្តឲ្យសោះនិយាយថាបងកំពុងធ្វើគម្រោងតំបន់ពាណិជ្ជកម្មថ្មីបងយូស៊ឺចង់ជួយពិនិត្យគម្រោងឲ្យបងសម្ដីដូចជីវិតមុនគ្មានខុសនៅតែជាល្បិចចាស់ដែលនាំខ្ញុំទៅរកការបំផ្លាញមិនស្រួលខ្លួនហេតុអ្វីមិនប្រាប់ខ្ញុំតែងតែបារម្ភពីអ្នកជានិច្ចនេះហើយជាអន្ទាក់សម្លាប់ដែលធ្លាប់ចាប់ខ្ញុំភាពទន់ភ្លន់ទាំងអស់គ្រាន់តែជាការសម្ដែងប៉ុណ្ណោះគម្រោងថ្មីនេះធ្វើឲ្យអ្នកនឿយហត់មិនតិចទេបើក្រុមហ៊ុនទាំងពីរសហការគ្នាអាចជួយសម្រាលបន្ទុកអ្នកបានកិច្ចសន្យានេះគឺជាចំណុចចាប់ផ្ដើមនៃសោកនាដកម្មក្នុងជីវិតមុនរបស់ខ្ញុំសូមមើលកិច្ចព្រមព្រៀងសហការនេះសិននេះជាចេតនាល្អរបស់យូស៊ឺក្រុមហ៊ុនទាំងពីរក៏ដូចជាគ្រួសារតែមួយធ្វើការរួមគ្នាប្រសើរជាងអ្នកទ្រាំទ្រម្នាក់ឯងបងយូស៊ឺគិតគូរពីអ្នកគ្រប់យ៉ាងកុំគិតច្រើនពេកអីមិននឹកស្មានថាបងយូស៊ឺយកចិត្តទុកដាក់ដល់ថ្នាក់នេះទេអ្នកនឿយហត់ខ្លាំងពេកជៀសមិនផុតពីការគិតមិនគ្រប់ជ្រុងជ្រោយបើខ្ញុំជាអ្នកគ្រប់គ្រងគម្រោងប្រកាសជាអាចធ្វើឲ្យវាដំណើរការបានដោយរលូនគម្រោងថ្មីនេះកំពុងល្បីខ្លាំងក្នុងវិស័យនិយាយអំពីទិន្នន័យគម្រោងបន្តិចមើលឲ្យខ្ញុំបានរៀនសូត្រផងតាមការប៉ាន់ស្មានចំនួនភ្ញៀវប្រចាំថ្ងៃប្រហែល3,000 នាក់ដើមទុនដំបូងប្រហែល5 លានយ៉នរំពឹងថាអាចដកដើមវិញនៅខែសីហាចុះស្មារតីប្រភេទហាងត្រូវរៀបចំយ៉ាងដូចម្ដេចហាងអាហារ60ហាងលក់រាយ30តបដែលនៅសល់ក្រុងទុកជាតំបន់កំសាន្តនិងបទពិសោធន៍លក្ខខណ្ឌមានច្រើនពេកខ្ញុំមើលមិនទាន់យល់ទាំងអស់ទេបើសហការគ្នាធ្វើតាមការរៀបចំរបស់អ្នកចុះកុំបារម្ភអីខ្ញុំមិនឲ្យអ្នកខាតបង់ដាច់ខាតបន្ទាប់ពីកំណត់ព័ត៌មានលម្អិតរួចយើងនឹងចាប់ផ្ដើមសហការភ្លាមបានអ្នកទាំងពីរបន្តពិភាក្សាចុះពួកយើងមិនរំខានទេវ៉ានយ៉ានសូមពិភាក្សាជាមួយយូស៊ឺឲ្យបានល្អអ្នកនាងស៊ូលក្ខខណ្ឌក្នុងកិច្ចសន្យានេះពិតជាអំណោយផលណាស់លោកសិនសូមកុំបារម្ភខ្ញុំនឹងពិនិត្យវាឲ្យបានហ្មត់ចត់ព័ត៌មានលម្អិតនៃគម្រោងទាំងអស់ត្រូវបានថតទុករួចហើយបងស្រីនៅតែល្ងងស្លូតដែរគម្រោងនេះបានស្ថិតក្រោមការគ្រប់គ្រងរបស់ពួកយើងហើយធ្វើបានល្អណាស់គម្រោងនេះក្លាយជារបស់ពួកយើងហើយក្រោយរឿងនេះសម្រេចធនធានទាំងអស់របស់ត្រកូលស៊ូនឹងធ្លាក់មកក្នុងដៃពួកយើងពួកគេបានដើរចូលអន្ទាក់ដែលខ្ញុំរៀបចំរួចហើយក្រុមហ៊ុនសិននឹងសហការជាមួយត្រកូលស៊ូដើម្បីអភិវឌ្ឍតំបន់ពាណិជ្ជកម្មថ្មីឬថាទិន្នន័យគម្រោងល្អខ្លាំងណាស់លោកសិនពិតជាចាប់ឱកាសបានមុនគេមែនអត់ទេដោយសារត្រកូលស៊ូទុកចិត្តខ្ញុំប៉ុណ្ណោះឬថាគម្រោងនេះអ្នកស្រីធំត្រកូលស៊ូជាអ្នកទទួលខុសត្រូវដោយផ្ទាល់ទោះនាងមានប្រវត្តិល្អក៏ដោយបទពិសោធន៍អាជីវកម្មនៅតែខ្វះខាតគម្រោងនេះខ្ញុំនឹងជួយមើលថែឲ្យបានច្រើនលោកសិនពិតជាមានទំនួលខុសត្រូវមែនអ្នកស្រីធំស៊ូមានអ្នកជួយបែបនេះពិតជាស្រួលចិត្តណាស់មើលទៅត្រកូលសិនលើកនេះប្រហែលជានឹងងើបឡើងវិញហើយអ្នកស្រីធំសិនយូស៊ឺបានតាក់ទង
ដៃគូសហការសំខាន់3ក្រុមហ៊ុនរួចហើយសេចក្តីព្រៀងកិច្ចសន្យាក៏កំពុងដំណើរការគាត់ពិតជាគិតថាទិន្នន័យទាំងនោះអាចយកទៅប្រើបានដោយមិនបាច់គិតអ្វីអនុវត្តតាមផែនការដើមបានហើយផ្សព្វផ្សាយព័ត៌មានថាទិន្នន័យគម្រោងមិនត្រឹមត្រូវនិងមានហានិភ័យខ្ពស់បញ្ជូនរបាយការណ៍ហានិភ័យទៅកាន់អាជ្ញាធរត្រួតពិនិត្យយល់ហើយ客流预估异常，成本投入时程不合理，回本周期不合理，项目落地风险极高。ផែនការនេះមិនអាចវិនិយោគបានទេលោកសិនការសហការត្រូវបានលុបចោលអ្នកនិយាយអីទិន្នន័យគម្រោងដែលអ្នកផ្ដល់មកមានចំណុចខ្វះខាតច្រើនពេកហានិភ័យខ្ពស់ណាស់បន្តសហការទៀតមានតែខាតបង់ធ្ងន់ធ្ងរនេះមិនអាចទៅរួចទេពួកយើងក៏ផ្អាកការសហការដែរលោកសិនផែនការបែបនេះអ្នកហ៊ានយកមកស្វែងរកទុនវិនិយោគទៀតតើចាត់ទុកពួកយើងជាមនុស្សល្ងងឬមុននេះទើបអួតថាគ្រប់យ៉ាងស្ថិតក្រោមការគ្រប់គ្រងរបស់ខ្លួននេះមិនមែននាំគេធ្លាក់ចូលរណ្ដៅទេអ្នកស្រីធំស៊ូប្រហែលជាមើលធ្លុះការពិតតាំងពីដំបូងហើយស៊ូវ៉ានយ៉ានឯងហ៊ានរៀបចំអន្ទាក់ដាក់ខ្ញុំធ្លាប់គិតថានាងនៅតែជាមនុស្សទន់ខ្សោយដូចមុនមិននឹកស្មានថាត្រឹមមួយយប់ប៉ុណ្ណោះនាងចេះទៅវិញហើយអស់រយៈពេលជាច្រើនឆ្នាំតើខ្ញុំមានតម្លៃអ្វីក្នុងគ្រួសារនេះបើគម្រោងតំបន់ពាណិជ្ជកម្មទៅមិនរួចក៏បដូរផ្លូវផ្សេងទៅមានន័យថាម៉េចខ្ញុំបានដឹងថាស៊ូវ៉ានយ៉ាននៅមានគម្រោងឯកជនមួយដែលមិនទាន់ប្រកាសជាសាធារណៈតារាបណាអ្នកធ្វើតាមខ្ញុំអ្វីរបស់ត្រកូលស៊ូមិនយូរមិនឆាប់នឹងក្លាយជារបស់ពួកយើងតារាបណាធនធានសំខាន់ក្នុងដៃនាងត្រូវបាត់បង់ទាំងអស់ក្រុមហ៊ុនស៊ូនឹងលែងមានអ្នកណាអាចការពារនាងបានទៀតបានលើកនេះខ្ញុំចង់ឃើញនាងនៅមានល្បិចអ្វីទៀតការផ្ទេរប្រាក់ចំនួនតូច2លើកសិនអនុញ្ញាតឲ្យពួកអ្នករួចខ្លួនទៅសិនចង់ឲ្យខ្ញុំនៅក្រៅរឿងនេះមិនងាយដូចដែលអ្នកគិតទេដូចការគិតមែនអត់ទ្រាំមិនបានហើយហេតុអ្វីរវល់ដល់យប់ជ្រៅម្លេះគ្រាន់តែការងារតូចតាចនៅក្រុមហ៊ុនប៉ុណ្ណោះឬថាមានការផ្ទេរប្រាក់មួយត្រូវបានផ្អាកប្រហែលប្រព័ន្ធច្រឡំប៉ុណ្ណោះស្អែកឲ្យផ្នែកហិរញ្ញវត្ថុដោះស្រាយក៏បានខ្ញុំគ្រាន់តែសួរលេងប៉ុណ្ណោះខ្ញុំកំពុងរងចាំជំហានបន្ទាប់របស់អ្នកបងស្រីអរុនសុស្ដីយប់មិញទៅណាមកទៅក្រុមហ៊ុននៅមានចំណុចខ្លះក្នុងគម្រោងខ្ញុំមិនយល់ចាំនិយាយយប់នេះចុះយប់មិញក៏មិនត្រឡប់មកផ្ទះទៀតថ្មីនេះរវល់ខ្លាំងរឿងនៅក្រុមហ៊ុនលោកប៉ាមិនបាច់បារម្ភទេយប់នេះត្រឡប់មកញ៉ាំបាយផ្ទះទេត្រឡប់មកខ្ញុំចង់ញ៉ាំស៊ុបដែលលោកប៉ាស្ងល់ផ្ទាល់អ្នកកាន់តែប្រញាប់ប្រញ័រកំហុសកាន់តែលេចចេញមកវ៉ានយ៉ានត្រឡប់មកហើយសារកំហុសនេះមើលខ្ញុំធ្វើជាពិសេសសម្រាប់កូននៅខាងក្រៅហត់ណាស់មែនទេកូនស្រីកុំធ្វើការហួសកម្លាំងពេកមុខជំនួញរបស់ត្រកូលស៊ូថ្ងៃណាមួយក៏នឹងជារបស់កូនដែរគម្រោងថ្មីឲ្យយូស៊ឺជាអ្នកមើលថែទៅបងស្រីវ៉ានយ៉ានថ្មីនេះបង្ហត់ខ្លាំងពេកហើយត្រូវសម្រាកឲ្យបានច្រើនវ៉ានយ៉ានបើមានរឿងអ្វីទុកឲ្យខ្ញុំជួយចែករំលែកក៏បានជាសមាជិកគ្រួសារតែមួយមិនគួរបែងចែករវាងគ្នាទេក្រុមហ៊ុន Heng Thong Trading ហេតុអ្វីអ្នកតំណាងស្របច្បាប់មាននាមត្រកូលលីវខ្ញុំមិនស្គាល់ក្រុមហ៊ុននេះទេបីក្រុមហ៊ុនក្នុងរយៈពេល3ឆ្នាំបានផ្ទេរប្រាក់ចេញសរុប 4.522 លានយ៉នការផ្ទេរប្រាក់ 1.537 លានយ៉នកាលពីពាក់កណ្ដាលអាធ្រាត្រត្រូវបានខ្ញុំបង្កប់រួចហើយខ្ញុំស្មោះត្រង់នឹងអ្នកបែបនេះហេតុអ្វីអ្នកបង្ខូចកេរ្តិ៍ឈ្មោះខ្ញុំបងស្រី
បងធ្វើហួសពេកហើយវ៉ានយ៉ានប្រហែលជាកូនយល់ច្រឡំមីងហើយច្រឡំរអត់ពិនិត្យកិននេះទៅដឹងហើយរឿងទាំងនេះពិតជាការពិតមែនឬយើងរស់នៅជាមួយគ្នាអស់20ឆ្នាំហេតុអ្វីអ្នកមិនជឿខ្ញុំក្នុងកិច្ចព្រមព្រៀងមុនរៀបការបានចែងច្បាស់ថាអ្នកគ្មានសិទ្ធិប្រើប្រាស់ទ្រព្យសម្បត្តិរបស់ត្រកូលស៊ូទេបន្តោងត្បូងនេះអ្នកស្គាល់ទេខ្ញុំមិនស្គាល់ទេអញ្ចឹងក៏មិនចាំបាច់សួរបន្តទៀតដែរកិននេះត្រូវតែត្រួតពិនិត្យឲ្យបានច្បាស់អ្នកខាងក្រៅមិនអាចជ្រៀតជ្រែកបានទេមើលទៅពេលនេះអ្នកពិតជាធំហើយបងស្រីយប់នេះពិតជាបង្ហាញរឹតមែនលើក្រោយមុនធ្វើពុតយំកុំភ្លេចត្រៀមថ្នាំបន្តក់ភ្នែកផងប្រញាប់បំផ្លាញសៀវភៅកិននេះចាស់ទាំងអស់ហើយធ្វើកំណត់ត្រាប្រតិបត្តិការថ្មីឡើងវិញការសម្ដែងដ៏អស្ចារ្យទើបតែចាប់ផ្ដើមប៉ុណ្ណោះ